បើរាល់ថ្ងៃយើងស៊ាំហើយស៊ាំដឹងភាពអត់ឃ្លានហើយដេចឡើយខំហូរធ្វើអ្វីហូរព្រោះឃើញគេមែនទេគេមានពុកម៉ែនៅក្បែរមានអ្នកចាំរក្សាថែមិនឯកាដូចយើងទេចង់រៀនលើកដៃសុំពេងសុំទៀនតិចតួចពីគេវេទនាព្រោះបទចម្រៀងថ្មីចេញលក់ក្នុងពេលឆាប់នេះតែខិតខំខ្លួនម៉ែតែម៉ែនៅក្នុងសបិនខ្ញុំអត់តែខ្ញុំគិតថាដូចហើយចុះពុកមានមុខមាត់នៅក្នុងសបិនខ្ញុំអត់ដូចគ្នាប្រកាសជាដូចហើយពុកម៉ែប្រកាសជាស្អាតដូចខ្ញុំអញ្ចឹងមែនអត់លើសងរាមដូចឡានឆោតចំបេះដូងជីវិតរសាត់ដូចក្បូនមើលមិនឃើញកង់ឃើញក្រៅខំធ្វើការដើម្បីសិក្សាប្រាថ្នារៀនគួងដូចគេទូកូនកំព្រាពុកម៉ែតែកូនមិនចង់ចាញ់ឡើយម៉ែពិភពលោកនេះពិតជាធំខ្លាំងណាស់ខ្ញុំពិតជាល្ងាចខ្លាំងជីវិតជាកូនកំព្រារងាអ្នកយល់ចិត្តមិត្តយុវវ័យរស្មីហងមាស FM 95.7 MHz ឈឺចាប់អាណិតខ្លួនឯងស្រែកយំដងហើយប្រាប់មេជួយប្រាប់ពុកម៉ែខ្ញុំផងពេលលីងនៅក្នុងបេះដូងកូនកំព្រាអាយកាណាំទោះជាមិនធ្លាប់ឃើញមុខរូបរាងពុកម៉ែបែបណាតែកូនសូមសន្យាថាធ្វើជាក្មេងល្អនៅថ្ងៃក្រោយជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេនាងក៏មិនថ្មីកំណត់សម្រាប់នៅស្ទឹងមានជ័យគឺជាជំរកដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែលពេញទៅដោយក្តីសង្ឃឹមថ្ងៃមួយខ្ញុំនឹងខ្លាចជាមនុស្សល្អនៅក្នុងសង្គមហើយសង្ឃឹមថាខ្ញុំនឹងមានវាសនាក្នុងក្នុងដូចគេដូចឯងតែខ្ញុំជឿជាក់ថាពុកម៉ែពិតជាស្រឡាញ់ខ្ញុំដោយខ្ញុំស្រឡាញ់អ្នកអញ្ចឹងកុំអស់សង្ឃឹមឲ្យសោះខ្ញុំនឹងធ្វើជាក្មេងល្អបំផុតនៅថ្ងៃអនាគតជាក្មេងកំព្រាខ្ញុំខំតស៊ូរស់នៅទាំងវេទនាត្រូវខំរកលុយមករៀនខ្លួនឯងពេលខ្លះគេឌៀនក៏មិនធ្វើកំណត់សម្រាប់នៅស្ទឹងមានជ័យគឺជាជំរកដ៏មានតម្លៃដែលធ្វើឲ្យខ្ញុំក្រោកឈរតស៊ូសម្រេចនៅក្តីស្រមៃរាល់ថ្ងៃខ្ញុំខំនិយាយដាក់ទឿនខ្លួនឯងឲ្យឧស្សាហ៍ញញឹមដើម្បីឈានចូលទៅផ្លូវជីវិតដែលពេញទៅដោយក្តីសង្ឃឹមថ្ងៃមួយខ្ញុំនឹងខ្លាចជាមនុស្សល្អនៅក្នុងសង្គមហើយសង្ឃឹមថាខ្ញុំនឹងមានវាសនាក្នុងពូដូចគេដូចឯង